បាទសួស្តីបងប្អូនដែលប្រើរថយន្តទូទាំងអស់គ្នាខ្ញុំចង់បង្ហាញពីវិធីដើម្បីយើងអាចឆែកមើលអគុយប្លុកណាខូចយើងអាចឆែកតាមរយៈ mini wall ណាធ្លាក់ខ្លាំងជាងគេអញ្ចឹងដើម្បីចូលយើងធ្វើអញ្ចឹងបានយើងត្រូវចូលទៅក្នុង car scanner ហ្នឹងយើង connect មួយទៅ Modevitor ហើយតមកយើងចូល setting ហើយចូល setting ហើយយើងទៅចូលទៅកែទិន្នន័យនៅលើហ្នឹងដូចជាមើលខ្ញុំចូលឆែកមើលសិន vehicle មែនឡើយហ្នឹងទេចូលទៅអាចinterface ពេលដែលបងចូល interface ហ្នឹងបងមកចុចយកកន្លែងនេះ display min and max value នេះហើយនឹងបងចុចយកកន្លែងហ្នឹងហើយ tick ហើយបងចេញមកវិញហើយតមកបង connect ដុំ ODB2 មកបាទពេល connect បានហើយបងចូលមក dashboard វិញ dashboard ហ្នឹងអាហ្នឹងតើតើយើងចូលទៅចុចយកបើយើងអត់ចុចយកទេវាអត់មានតែធម្មតា default វាមានតែពីរឯងមានបង្ហាញ speed កម្ដៅទឹកស្អំហើយនឹងមានបង្ហាញប៉ុណ្ណេះតែយើងចង់ add time ដូចនៅកន្លែងនេះអញ្ចឹងយើងចង់ add time យើងអាចចូលយកចុចយកកន្លែង setting មកនេះ add អញ្ចឹងយើង add មកយើងចូលទៅយកចូលមកយើងចង់ add voltage បើអគុយពីប្លុក1ដល់18យើងចូល add មកនេះអូខេមានប្លុកពី1ដល់18យើងចុចយកមកលើប្លុក1យើង add ប្លុក1មកហើយគេឲ្យរើសទៀតយកមួយណាជាងយើងចង់បង្ហាញរូបបែបណាយើងចង់បង្ហាញមានរូបភេទបែបណាយើងដាក់តាមក្នុងមករូបភាពវាមាន1 2 3 4 5 6 7 8ប្រភេទហ្នឹងយើងចង់យកមួយណាយកទៅយកមកថាឥឡូវខ្ញុំយកមួយនេះខ្ញុំថាយកមួយនេះអូខេយើង add មកមួយយើង add មួយហើយហើយយើងចង់ទាញដាក់នៅកន្លែងណាក៏បានដែរមូអូខេមូដាក់ណាក៏បានដែរហើយមួយទៀតដោយសារវាធំពេកជួនកាលយើងដាក់អត់អស់អញ្ចឹងអាហ្នឹងយើងអាចចូលសេរីបានទៀតយើងចូល setting សេរីវាទៅយកក្នុងកន្លែង background border text size color អីចឹងទៅយើងចង់សេរីឲ្យតូចជាងមុនឲ្យ text តូចជាងមុនអីចឹងទៅពីនេះ text 17 text 33វារៀងធំអីចឹងណាហើយដល់ពេលយើងចង់ add time ទៀតយើងចុចលើហ្នឹង double click ពីរដងលើដៃណាហើយតមកយើងមកចុចយកទៀតមកប្លុកទី2មកតែយើងចូលកន្លែងហ្នឹងដែរហើយយើង double click លើវាហើយយើងអាចមូដាក់1 2អញ្ចឹងឥឡូវឃើញប្លុក2 1 2ហ៎អញ្ចឹងវានឹងបង្ហាញតម្លៃ minimum ហើយ maximum អញ្ចឹងអគុយតែខូចគឺយើងមើលតម្លៃ minimum និង minimum volt អញ្ចឹងប៉ុន្តែវាអត់ទាន់បង្ហាញតម្លៃនឹងចេញទេតតែយើងជិះអានេះឡានយើងជិះនៅសល់1កាម2កាម1កាមអីចឹងយើងជន់យកសន្ទុះយើងជន់យកសន្ទុះហើយយើងដាក់ line data ហ្នឹងចឹងចោលរហូតមកហើយដល់ពេលវានៅសល់ត្រឹម2កាម1កាមនេះយើងជន់យកសន្ទុះវានឹងចរន្តទាញពីអគុយចឹងអគុយណាដែលខ្សោយវានឹងធ្លាក់វល់ខ្លាំងមកអញ្ចឹងយើងមើលក្នុងប្លុកទី1រហូតដល់ប្លុកទី14ហ្នឹងអគុយណាធ្លាក់វល់ខ្លាំងជាងគេក្រោម13វ៉ុលវាខូចហើយអញ្ចឹងយើងឲ្យជាងគាត់ដូរអគុយប្លុកហ្នឹងទៅគឺអគុយយើងដើរធម្មតាវិញហើយលេងលត់ឆែកហើយខ្ញុំធ្វើអញ្ចឹងជោគជ័យហើយដូរទៅយើងប្រើបានយូរដែរ6 7 8ខែអត់ទាន់ឃើញលត់ឆែកមកវិញទេហើយធ្វើអញ្ចឹងយើងសំចៃលុយបើយើងដូរទាំងអស់ហ្មងវាអស់លុយច្រើនយើងដូរមកដុំហ្មងវាអស់ច្រើនតែបើយើងដូរមកប្លុកវាអគុយមកគ្រាប់ជាងលក់ឲ្យ$15ទៅ$25ចន្លោះហ្នឹងអញ្ចឹងយើងដូរមកប្លុកវា2គ្រាប់អស់$30អីទេឬក៏អស់40 50អីតាមហ្នឹងទៅបាទហ្នឹងហើយបងអស់ហើយអញ្ចឹងអរគុណ